តោះបងប្អូនថ្ងៃនេះខ្ញុំមានគម្រោងថាឆាបាយញ៉ាំបងប្អូនស្រាប់តែពេលឆាបាយហើយបងស្រីក៏ហៅទៅផ្ទះគាត់ព្រោះបងប្រុសនោះគាត់មកលេងហើយគាត់ឈឺបងប្អូនអញ្ចឹងពួកខ្ញុំក៏ឆ្លៀតធ្វើម្ហូបហើយមានប៉ុន្តែបាយឆានេះវាឆារបៀបបញ្ញាប់អញ្ចឹងខ្ញុំក៏អត់បានយកបាយឆានោះទៅដេកទុកញ៉ាំខ្លួនឯងព្រោះខ្ញុំដាក់ម្ទេសដៃទៅពីអញ្ចឹងទៅខ្ញុំអត់ហ៊ានយកទៅឲ្យញ៉ាំចែកគ្នាញ៉ាំមិនខ្លាចអត់ឆ្ងាញ់ចឹងខ្ញុំឆាហើយក៏ខ្ញុំទុកនៅផ្ទះហើយខ្ញុំញ៉ាំខ្លួនឯងខ្លះតែឥឡូវមកមើលថាបាយឆាខ្ញុំរបៀបមិនខ្លះបងប្អូនបន្លែហ្នឹងវានៅកន្លែងកដល់អញ្ចឹងខ្ញុំត្រូវការដាក់ពេលឆាឲ្យរលាយទឹកកកមួយសន្ទុះសិនទៅបានខ្ញុំដាក់ខ្ទឹមចូលបងប្អូនខ្ទឹមយើងដាក់ខ្ទឹមហើយអញ្ចឹងទៅយើងចាប់ផ្ដើមនេះបងប្អូនមកមើលតាខ្ញុំធ្វើរំេចតាមពិតខ្ញុំទុកវាឲ្យរលាយឈ្ងុយជាមួយទឹកកកជាមួយអីជាមួយខ្ទឹមជាមួយអីឆ្អិនណាបងប្អូនគឺយើងកូរតរឆ្អិនល្អអញ្ចឹងទៅហើយកុំមើលភ្លេចគិតថាចុងផៅស្លៀកសពុតកៅស៊ូព្រោះយើងកូនខ្មែរបងប្អូនយើងកូនខ្មែរស្លៀកសពុតកៅស៊ូចៃនៅផ្ទះនេះខ្ញុំស្លៀកសពុតកៅស៊ូអញ្ចឹងខ្ញុំឆាឲ្យឆ្អិនល្អហើយបាយខ្ញុំច្បាច់ទុកឲ្យអស់ហើយបងប្អូនខ្ញុំបានកាត់វីដេអូទេខ្ញុំឈរលីងនៅហ្នឹងឯងបងប្អូនហើយឥឡូវដល់ពេលលីងចិត្តឆ្អិនសណ្ដែកហើយបានយើងត្រៀមរៀបចំមកដាក់គ្រឿងអីចឹងណាបងប្អូននេះឃើញហ្នឹងកែវហ្នឹងកែវអំបិលម្ទេសបងប្អូនព្រោះខ្ញុំលាហ្នឹងវាមានជាតិហឹលខ្ញុំចូលចិត្តអញ្ចឹងហូបបាយហឹលក៏មានដែរនិយាយទៅអត់យល់ខ្លួនឯងដែរមានណាស់តែអញ្ចឹងណាគេទៅឆាបាយអំបិលម្ទេសមានខ្ញុំហើយនោះយើងចាប់ដល់បាយចូលបាយហ្នឹងខ្ញុំដាំហ្នឹង2-3ថ្ងៃឯងបងប្អូនញ៉ាំអត់ដែរអស់អញ្ចឹងថ្ងៃនេះខ្ញុំចង់ឆាញ៉ាំអូខេរួចយើងដាក់គ្រឿងដាក់បាយដាក់ទឹកស៊ីអ៊ូបងប្អូនខ្ញុំអត់មានទឹកត្រីទេទឹកត្រីថ្លៃឥឡូវខ្ញុំញ៉ាំទឹកស៊ីអ៊ូទឹកស៊ីអ៊ូនឹងដាក់ទៅវាអត់សូវប្រៃដែរបងប្អូនមានជាតិឆ្ងាញ់ណាហើយវាមានក្រហមតិចផងបងប្អូនហើយបើថាខ្ទឹមហុយវិញគឺខ្ញុំអត់បានទេខ្ញុំត្រូវទៅដាក់នេះអញ្ចឹងខ្ទឹមហុយក៏ដាក់ដែរអញ្ចឹងបងប្អូនកូនក្មួយទាំងអស់គ្នាសូមជួយចុច Subscribe ខ្ញុំអ្នកមើលផង YouTube ហើយនេះម្រេចបងស្រីស្រុកខ្មែរលីងឲ្យកាន់ផ្ញើបងប្អូនទៀតអរគុណធំបងហើយនេះចាប់ដើមច្បល់ចូលគ្នាទៅណាបងប្អូនច្បល់ចូលឲ្យសប់ហើយនិយាយទៅយើងលីងឲ្យរៀងក្រៀមអញ្ចឹងណាបើសន្ទុះទៅបានខ្ញុំយកពងម៉ាន់មកដាក់2គ្រាប់បងប្អូនអញ្ចឹងយើងឈឺគោឲ្យចូលឲ្យសប់ច្បល់ឲ្យសប់អញ្ចឹងណាអូខេបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចេះថាផុសចែករំលែកមើលថាជីវិតរស់នៅស្រុកនេះណាបងប្អូនត្រូវចេះច្នៃប្រឌិតម្ហូបអីក៏ដោយយើងត្រូវចេះធ្វើរោយើងនិយាយទៅយើងមិនដែលមានអ្នកណាកើតមកភ្លាមចេះទេបងប្អូនគឺរៀនបងប្អូនរៀនពីគេរៀនពីឯងរៀនពី YouTube រៀនពី Facebook ចំណុចណាដែលល្អយើងរៀនយកតាមគេណាបងប្អូនអូខេខ្ញុំច្បល់មកសន្ទុះធំហើយបានតិចទៀតខ្ញុំយកពងម៉ាន់មកដាក់ពងម៉ាន់2គ្រាប់បងប្អូនអញ្ចឹងខ្ញុំដាក់ពងម៉ាន់2គ្រាប់នេះដែលខ្ញុំច្បល់នោះវាស្ទើរខ្ញុំក៏ថែមតិចទៀតទឹកស៊ីអ៊ូអូខេឥឡូវនេះយើងច្បល់ហើយតិចទៀតខ្ញុំយកពងម៉ាន់មកគោះដាក់ឡើយបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនចាំមើលលេងទៅមកមិនអបសោកឥឡូវនេះចាប់ផ្ដើមយកពងម៉ាន់មកគោះដាក់បងប្អូនខ្ញុំដាក់មុនខ្ញុំថាដាក់តែ1គ្រាប់ឯងមើលទៅ1គ្រាប់ដូចមិនឆ្ងាញ់ទេដាក់2ទៅអញ្ចឹងក៏សរុបទៅ2គ្រាប់ហ្នឹងឯងបងប្អូនអញ្ចឹងខ្ញុំគួរដាក់2គ្រាប់ណាបងប្អូនអូខេបាយបាយ